សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសាស្វាគមន៍មកកាន់វីដេអូសម្រាប់លម្អិត Spider-Man Brand New Day ដែលជារឿងទី38នៃចក្រវាល Marvel Cinematic Universe ហើយក្នុងរឿងនឹង Peter Parker ឬក៏មនុស្សពីងៗគឺត្រូវប្រឈមជាមួយនឹង villain ជាច្រើនអ្នកមែនទែនក៏ដូចជា team up ជាមួយនឹង superhero ដូចជា Hulk ឬក៏ The Punisher អីហើយក៏នឹងលេខវត្តមានតួអង្គពិសេសម្នាក់ដែល set up អនាគតនៃក្រុមមនុស្សបំលែងពូជក្នុងចក្រវាល Marvel នេះឯងនៅក្នុងរឿង Spider-Man No Way Home ដោយសារតែ Peter នឹងធ្វើឲ្យ Doctor Strange សូត្រមន្តអាគមអូមអាមខងក៏បង្កជាព្រឹត្តិការណ៍ធ្លាយពហុចក្រវាលធ្វើឲ្យ Spider-Man និង Super Villain ជាច្រើនអ្នកបានឆ្លងមកកាន់ MCU នេះហើយដើម្បីបញ្ឈប់បញ្ហានឹង Doctor Strange ក៏ត្រូវប្រើប្រាស់មន្តអាគមថ្មីធ្វើឲ្យអ្នកគ្រប់គ្នាពីពេញពិភពលោកនេះភ្លេច Peter Parker ឬក៏ Spider-Man ចោលហើយ Peter នឹងក៏ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ជុំវិញគាត់ផងដែរដោយ Aunt May គឺត្រូវបាន Green Goblin សម្លាប់ពួកម៉ាក់របស់គាត់ Ned ក៏ដូចជាសង្សារ MJ នឹងគឺលេងចងចាំគាត់ទៀតហើយ Peter នឹងគឺបានសរសេរសម្បត្តិមួយរៀបរាប់ពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងនិងចង់ប្រគល់ឲ្យទៅកាន់ MJ ណែនាំខ្លួនគាត់នឹងចូលមកកាន់ជីវិតនាងតែក្រោយមកគាត់នឹងក៏សម្រេចចិត្តដកខ្លួនចេញនិងផ្ដោតលើការងារជាមនុស្សពីង Spider-Man វិញនិងមិនចង់ឲ្យ Ned ឬក៏ MJ មានគ្រោះថ្នាក់ពាក់ព័ន្ធជាមួយនឹង Spider-Man ទេឆ្លងកាត់រយៈពេល4ឆ្នាំមកនេះ Peter Parker នឹងគឺបានធ្វើអាជីពជា Spider-Man របស់គាត់បានល្អខ្លាំងមែនទែនបង្ក្រាប Super Villain គ្រប់ទីកន្លែងនាំសុខសុវត្ថិភាពមកកាន់ទីក្រុង New York នេះហើយទាំងប្រជាពលរដ្ឋក្រុមប៉ូលីសទាហានរដ្ឋាភិបាលអីក៏នាំគ្នាកោតសរសើរ Spider-Man យ៉ាងខ្លាំងនិងប្រគល់កូនសោ Key of the City ឲ្យទៅកាន់គាត់ទៀតផងហើយក្នុងពេលមួយ Peter Parker នឹងគឺបានទៅជួយ Frank Castle ឬក៏ The Punisher នៅកន្លែង Staten Island ទៀតផងដោយគាត់នឹងគឺកំពុងតែដេញបាញ់គ្នាជាមួយនឹងពួកជួញដូរគ្រឿងញៀនហើយ Punisher គឺបានលេចមុខដំបូងក្នុង Daredevil Season ទី2រួចគាត់ក៏មាន TV show ខ្លួនឯងចំនួន2 season ផងដែររួចថ្មីនេះក៏មានរឿងខ្លីមួយហៅថា The Punisher One Last Kill ហើយសាច់រឿងនឹងគឺវិលវល់ជុំវិញ Frank Castle សងសឹកអ្នកដែលពាក់ព័ន្ធជាមួយនឹងការស្លាប់គ្រួសាររបស់គាត់នោះឯងហើយយើងក៏បានឃើញ Peter ប្រយុទ្ធជាមួយនឹង villain ជាច្រើនគឺដូចជា Megagun ឬក៏មនុស្សខ្យាដំរី Scorpion បរោះដុំថ្មស្បែកកាប់មិនមុតដុតមិនឆេះ Tombstone ក្រុមបកនិនចាបិសាចហៅថា The Hand ដោយពួកវានឹងគឺជាក្រុមឧក្រិដ្ឋជនដ៏ធំមួយដែលភាគច្រើនគឺតាក់ទងជាមួយសាច់រឿងរបស់ Daredevil ហើយក្នុងពេលបាយសម្ដែងនឹងក៏មានឈុតដូចគ្នាបេះបិទលើសម្បកសៀវភៅ comic របស់ Spider-Man ជាច្រើនហើយដោយសារតែបានជួយទីក្រុងច្រើនលើកច្រើនសារ Spider-Man ក៏ទទួលបានការទុកចិត្តពីអ្នកស្រីប៉ូលីសម្នាក់ឈ្មោះ Jean DeVos ផងដែររួចជារឿយៗយើងក៏តែងឃើញគាត់ទិញផ្កាទៅដាក់កន្លែងភ្នូររបស់អ្នកមីង Aunt May ហើយដោយសារតែផ្ដោតលើការងារជា Spider-Man ខ្លាំងពេកសូម្បីតែស្រីស្អាតម្នាក់នៅអាគារជាមួយគ្នាចាប់អារម្មណ៍ Peter ក៏ Peter នឹងគឺបែរជាមិនខ្វល់ទៅវិញរួចនៅក្នុងបន្ទប់ជួលរបស់ Peter យើងក៏បានឃើញគ្រឿងក្រៅ technology ជាច្រើនដែលគាត់បានបង្កើតឡើងមកក៏ដូចជាជំនួយការបញ្ញាសិប្បនិម្មិត AI មួយហៅថា EV រួចដោយសារលើកមុនបានជួបសិស្សច្បង Spider-Man ចំនួន2នាក់ឈុតខោអាវមនុស្សពីងថ្មីរបស់ Peter លើកនេះគឺដូចជាការផ្គុំគ្នានៃ Spider-Man ទាំង2នាក់នោះឯងរួចក្រៅពីការងារជា superhero Peter នឹងគឺគ្មានស្អីក្រៅពីដេកចុចទូរស័ព្ទនិងមើល Instagram story របស់ Ned និង MJ រហូតតាមដានជីវិតអ្នកទាំងពីរហើយឆ្លងកាត់រយៈពេលចង់4ឆ្នាំមកនេះពួកគេនឹងគឺរៀនចប់មហាវិទ្យាល័យទៅហើយ Peter ក៏មានក្តីនឹករលឹកខ្លាំងមែនទែននៅក្នុងពេលមួយ Peter ក៏ទទួលបានដំណឹងថាមានជនអាក្រក់ម្នាក់បានលួចរថក្រោះដ៏ធំមួយនិងកំពុងតែជិះសម្ដៅទៅកាន់កន្លែងអង្គការ Department of Damage Control អង្គការ Damage Control នេះគឺបានលេចមកក្នុង MCU ច្រើនដងមកហើយតាំងពី Spider-Man Homecoming Spider-Man No Way Home She-Hulk ឬក៏ Miss Marvel ក៏ដូចជា Wonder Man អីដំបូង Tony Stark គឺបង្កើតអង្គការនេះមកដើម្បីសម្អាតទីក្រុងក្រោយពេលមានព្រឹត្តិការណ៍វាយគ្នាហើយប៉ុន្តែឥឡូវពួកវាគឺចាប់ផ្ដើមធ្វើការជាមួយរដ្ឋាភិបាលនិងតែងតែចេញទៅស្វែងរកចាប់ខ្លួនបុគ្គលណាម្នាក់ដែលមានសមត្ថភាពពិសេសនៅពេលដែល Peter ព្យាយាមបង្ក្រាបរថក្រោះមួយនឹង Frank Castle ឬក៏ The Punisher ក៏បានមកជួយដែរប៉ុន្តែ Peter គឺមិនពេញចិត្តឡើយដោយសារតែយុទ្ធសាស្ត្ររបស់ Frank នៅពេលជួបពួកអាក្រក់គឺបាញ់សម្លាប់ចោលប៉ុន្តែ Superhero ដូចជា Spider-Man ដាច់ខាតគឺមិនអាចសម្លាប់មនុស្សបានទេអញ្ចឹងហើយទើប Peter នឹងក៏ត្រូវហកធាក់ Frank Castle ចេញពីឡានផងដែរក៏ដូចជាបាញ់សម្លាញ់ខ្ទប់មាត់កុំឲ្យជេររត់បន្តិចក្រោយមករថក្រោះមួយនឹងក៏បានជិះបោកទៅដល់កន្លែងមន្ទីរឃុំឃាំងនៃអង្គការ Damage Control ដើម្បីផ្ដល់ឱកាសឲ្យ Scorpion អាចរត់គេចខ្លួនបានរួចនៅពេលដែល Peter ទៅដល់គាត់ក៏បានឃើញថាអ្នកបើករថក្រោះនឹងគឺជាលោកយាយចាស់ម្នាក់ប៉ុណ្ណោះប៉ុន្តែការពិតទៅគាត់នឹងគឺត្រូវបានបុគ្គលអាចកំបាំងម្នាក់មាន power ពិសេសចូលទៅគ្រប់គ្រងផ្លូវចិត្តបានហើយក៏អាចលោតឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឡើងគួរឲ្យខ្លាចមែនទែនហើយនៅពេលដែលឃើញ Spider-Man មកចង់បញ្ឈប់ការងាររបស់វាអា villain អាចកំបាំងមួយនោះក៏ចង់ប្រើ power គ្រប់គ្រងផ្លូវចិត្តនឹងចូលទៅក្នុងខួរក្បាលរបស់ Spider-Man ផងដែរប៉ុន្តែដោយសារតែញាណ Spider-Sense ពិសេសនឹងវាគឺមិនអាចចូលទៅគ្រប់គ្រង Peter បានឡើយបន្ទាប់ពីព្រឹត្តិការណ៍នោះហើយ Peter ក៏ចង់ទៅស្វែងរកជំនួយពី superhero ផ្សេងទៀតផងដែរជាពិសេសគឺ Avenger តែម្ដងហើយគាត់ក៏បានទៅជួបជាមួយនឹង Yelena Belova នៅកន្លែង Steam ត្រាំតែក្រៅមួយផងដែរដោយតួអង្គ Yelena នេះគឺជាប្អូនស្រីរ
របស់ Natasha និងលេចមុខដំបូងនៅក្នុងរឿង Black Widow រួចក្រោយពេលដែល Black Widow បាត់បង់ជីវិតទៅ Yelena គឺខូចចិត្តខ្លាំងមែនទែននិងបានទៅរករឿង Hawkeye ហើយក្រោយមកទៀតនៅក្នុងរឿង Thunderbolt នាងក៏បានទៅចូលរួមជាមួយនឹង Bucky Barnes Red Guardians Ghost ឬក៏ John Walker អីបង្កើតក្រុម The New Avengers ហើយ Yelena នឹងគឺជាមេក្រុមគេនៅក្នុង Avengers Doomsday នាងក៏មានតួនាទីធំដែរហើយដើម្បី Peter មកនិយាយជាមួយនាងបានគឺទាល់តែដោះកៅអៅចូលត្រាំទឹកជាមួយគ្នានិងគឺជា reference skin ក្នុង game Spider-Man នឹងឯងហើយនៅពេលដែល Spider-Man មកសុំជំនួយ Yelena ក៏បានប្រាប់ថាក្រុម Avenger នឹងរវល់ដោះស្រាយរឿងបញ្ហាធំឬក៏ Big Potato ហើយរឿង Small Potato តូចតាចតាមផ្លូវហ្នឹងគឺបកគលឲ្យ Spider-Man ទៅក្រុម Avenger គឺអត់មានពេលជួយឡើយប៉ុន្តែ Yelena ក៏បានប្រាប់ទៅកាន់ Peter ផងដែរថាបើតាអ្វីដែលនាងដឹងក្នុងពេលថ្មីនេះទីស្នាក់ការនៃអង្គការ Damage Control ជាច្រើននឹងគឺត្រូវបានជនអាក្រក់វាយប្រហាររួចពួកគេគឺកំពុងតែស្វែងរករបស់មួយហៅថា V-Max ហើយសូម្បីតែនាងក៏មិនដឹងថា V-Max នឹងអីគេដែរបន្តមកទៀត Peter ក៏បានធ្វើដំណើរទៅកាន់កន្លែងទីស្នាក់ការធំនៃអង្គការ Damage Control តែម្ដងដើម្បីស៊ើបសួរថែមទៀតទាក់ទងនឹង V-Max ហ្នឹងហើយនៅទីនោះមេការធំម្នាក់ដែលដឹកនាំកន្លែងនេះហៅថា Director Bill Metzger ក៏បានមកស្វាគមន៍ Spider-Man ផងដែរមួយ William Bill Metzger នេះគឺជា Villain ម្នាក់ក្នុងរឿង X-Men អញ្ចឹងគឺជាតម្រុយថាអង្គការ Damage Control នេះមិនយូរមិនឆាប់ទេគឺនឹងคล้ายទៅជា Mutant Control ជាមិនខាននៅទីនោះ Spider-Man ក៏បានឃើញក្រុម Ninja The Hand ធ្វើការឲ្យមួយ William នេះប៉ុន្តែវាក៏បានប្រាប់ថាកុំឲ្យ Spider-Man បារម្ភអីក្រុម The Hand ឥឡូវនេះគឺធ្វើការឲ្យគាត់និងកែខ្លួនមកដើរផ្លូវល្អវិញហើយអញ្ចឹងបើសិនជាយកទៅឃុំឃាំងចោលគឺខាតហើយមិនតែប៉ុណ្ណោះ technology ពិសេសជាច្រើនដូចជាស្រោមដៃរបស់ The Shocker អីហ្នឹងក៏គាត់បានយកមកកែច្នៃធ្វើជាអាវុធសម្រាប់អង្គការ Damage Control ដែររួចនៅពេលដែល Peter សួរនាំទៅមួយ William ហ្នឹងគឺមិនដឹងឡើយថាជនអាក្រក់គ្រប់គ្រងផ្លូវចិត្តនឹងគឺជានរណាទេហើយគាត់នឹងក៏មិនដែលឮអា V-Max នឹងអីគេដែរគឺមានតែពឹងពាក់ឲ្យ Spider-Man នឹងជួយដោះស្រាយផងហើយតម្រុយដែល Peter នៅសល់ពេលនេះគឺមានតែមួយ Scorpion នោះឯងដែលទើបតែកិច្ចខ្លួនហ្នឹងឬក្នុងពេលញ៉ាំអីនៅម៉ាតមួយ Peter ក៏បានជួប Ned ដោយចៃដន្យផងដែរតែប្រកាសណាស់ Ned នឹងគឺមិនចាំគាត់ឡើយរីឯ Peter វិញក៏មានក្តីនឹករលឹកខ្លាំងមែនទែនចឹងហើយទើបគាត់នឹងក៏បានលោបដើរតាម Ned ទៅដល់ផ្ទះតែម្ដងហើយដោយសារតែនៅទីនោះកំពុងតែមានកម្មវិធីជប់លៀងផឹកស៊ី Peter នឹងក៏បន្លំធ្វើជាភ្ញៀវចូលទៅដែរទៅរួច Peter នឹងក៏ចង់ភ្លៀងដែរនៅពេលរកឃើញថា Ned នឹងគឺងប់ងល់ obsess ជាមួយ Spider-Man យ៉ាងខ្លាំងតែងតែតាមដានរឿងរ៉ាវរបស់វីរបុរសម្នាក់នេះក៏ដូចជាទីផងដែរថាតសញ្ញាណពិតប្រាកដជានរណាគេរួចគាត់នឹងក៏បានបង្កើត app មួយហៅថា Spider Tracker ទៀតផងសម្រាប់នរណាគេដែលចង់ដេញតាមស្វែងរក Spider-Man រាល់ពេលដែលគាត់លេចមុខក្នុងទីក្រុង New York នេះហើយអ្នកដែលអ្នកសង្ស័យថាជា Spider-Man ហ្នឹងគឺមួយ Flash Thompson ក៏ដូចជាគ្រូវិទ្យាល័យរបស់ពួកគេហ្នឹងឯងនៅទីនោះ MJ ក៏បានលេចមុខមកដែរនឹងធ្វើឲ្យ Peter នឹងកាន់តែគាំងថែមទៀតរួចក៏បានណែនាំខ្លួនទាំងបបពពើប្រាប់ថាគាត់មានឈ្មោះថា Maynard ឬនៅពេលដែល Peter សប្បាយចិត្តមកផ្លែតដោយសារបាននិយាយជាមួយពីរអ្នកហ្នឹងភ្លាមនោះគាត់ក៏ចង់ធ្លាក់ថ្លើមចេញពីទ្រូងទៅហើយនៅពេលសម្លឹងឃើញ MJ ឥឡូវគឺមានសង្សារថ្មីហើយនៅពេលឃើញអ្នកទាំងពីរថើបគ្នា Peter នឹងក៏ទ្រាំលេងបាននិងបញ្ញាប់ចាក់ចេញពីទីនោះទៅហើយគាត់នឹងក៏បានបាញ់សំណាញ់បដាយំបណ្ដាឆ្លងកាត់មេឃកំពុងភ្លៀងទាំងកំសត់មែនតើក្នុងចិត្តនឹងគឺស្មើស្មៃពីអតីតកាលនិងអនុស្សាវរីយ៍ជាច្រើនប៉ុន្តែឥឡូវអ្វីគ្រប់យ៉ាងគឺផ្លាស់ប្ដូរហើយក្នុងពេលដែលឈឺចាប់ដិតដាមអារម្មណ៍កាន់តែខ្លាំងនឹង Zen នៃសត្វពីងពីងនៅក្នុងខ្លួនរបស់ Peter ក៏ចាប់ផ្ដើមបំលែងពូជកាន់តែខ្លាំងផងដែរនិងហាក់ដូចជាធ្វើឲ្យគាត់នឹងបាត់បង់ភាពជាមនុស្សคล้ายទៅជាសត្វពីងពីងដ៏កំណាចរួច Peter ក៏បានដួលសន្លប់និងស្មើស្មៃឃើញពេលដែលគាត់នឹងនិយាយជាមួយ Aunt May ហើយពេលភ្ញាក់មកវិញក៏បានរកឃើញផងដែរថាខ្លួនគាត់នឹងគឺអាចបាញ់សំណាញ់បានជាច្រើនរួចមិនតែប៉ុណ្ណោះគឺអាចបាញ់សំណាញ់ចេញពីកដៃដូចជា Tobey Maguire Spider-Man អញ្ចឹង You can't do that, huh? No fluid in your body. I'd rather not talk about this. អញ្ចឹងហើយនៅពេលនេះ Peter ក៏ចាប់ផ្ដើមមានបញ្ហាផងដែរពិបាកក្នុងការគ្រប់គ្រងសមត្ថភាពពិសេសមួយនេះមែនទែនហើយឧបករណ៍បាញ់សំណាញ់ Web Shooter រាល់ដងហ្នឹងក៏ប្រើលេងកើតដែរនៅពេលដែលបាញ់សំណាញ់ទៅគឺចេញទាំងអាសំណាញ់មែនទែនផងអាសំណាញ់កែច្នៃផងហើយនៅកន្លែងតេស្តសំណាញ់ហ្នឹងគឺស្តៀងគ្នាជាមួយនឹង Tobey ក្នុង Spider-Man វគ្គ1តែម្ដងរស្ត្រពេលនោះ Peter ក៏ទទួលបានដំណឹងថា Scorpion កំពុងតែទៅរករឿងកន្លែងទីស្នាក់ការទិន្នន័យនៃអង្គការ Damage Control ទៀតហើយអញ្ចឹងហើយគាត់ក៏បញ្ញាប់ធ្វើដំណើរទៅកាន់ទីនោះតែម្ដងប៉ុន្តែដោយសារតែសំណាញ់បបាក់បាញ់ពេក Peter នឹងគឺយោងទៅវិញទៅមកហោះបុកព្រៀបបុកចាប់ឡើងវល់ពេញហ្នឹងហើយនៅពេលប៉ះគ្នាជាមួយនឹង Scorpion Peter នឹងក៏វាយទាំងបបាក់មែនតើពេលខ្លះបាញ់សំណាញ់ចេញពេលខ្លះគឺបាញ់អត់ចេញសូម្បីតែ Scorpion នៅពេលនេះត្រូវបានជួនអានកម្លាំងម្នាក់ទៀតគ្រប់គ្រងហ្នឹងក៏ញៀនពិសេសរបស់ Peter ហាក់ដូចជាមិនចាប់អារម្មណ៍ដឹងដូចជាលើកមុនឡើយប៉ុន្តែភ្លាមនោះនៅពេលដែល Peter ខឹងខ្លាំងភ្នែករបស់គាត់នឹងគឺប្រែជាពណ៌ខ្មៅដូចជាពីងពីងមែនតើរួចក៏បានធ្វើឲ្យ Spider-Man នឹងការជើងមុនវាយ Scorpion ខ្លាំង
ខ្លាំងទាំងមិនបន្ធូរដៃហើយមិនតែប៉ុណ្ណោះគឺបានចាប់គាត់ទៅវាយជាមួយនឹងឡានប៉ូលីសនិងមិនខ្វល់ពីសុវត្ថិភាពអ្នកជុំវិញខ្លួនឡើយហើយបន្តិចក្រោយមកនៅពេលដែល Peter ហាក់ដូចជាមានស្មារតីមកវិញគាត់នឹងក៏ចង់ស្លុតចិត្តពីទង្វើរបស់ខ្លួនដែរវាយ Scorpion ឡើងរបួសធ្ងន់ហើយប៉ូលីសនៅក្បែរនេះម្នាក់គឺប៊ីនឹងស្លាប់បាត់បង់ជីវិតទៀតហើយអ្នកស្រីប៉ូលីសជានឹងក៏បានដាស់តឿន Spider-Man ថាបើសិនជាហ៊ានធ្វើអញ្ចឹងទៀតក្រុមប៉ូលីសគឺនឹងចាត់ទុក Spider-Man ជាពួកវិលៀនអាក្រក់ដែរហើយបន្តមកទៀត Peter ក៏បានទៅរកជំនួយពីអ្នកវិទ្យាសាស្ត្រម្នាក់ដែលមានចំណេះដឹងច្រើនទាក់ទងជាមួយនឹងហ្សែនការបំលែងពូជអីហ្នឹងហើយម្នាក់នោះគឺ Bruce Banner នឹងឯងដែលឥឡូវគាត់គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយប៉ុន្តែនៅសាលាហ្នឹងសិស្សមួយគឺមិនសូវចាប់អារម្មណ៍មកវិទ្យាសាស្ត្រអីទេបែរជាសួរនាំរឿងហុកនឹងក្រុម Avenger ទៅវិញរួច Bruce ក៏បានបង្ហាញ Peter ពីឧបករណ៍ពិសេសមួយដែលគាត់ពាក់ជាប់ដៃរហូតដោយវានេះគឺអាចទប់ស្កាត់ហ្សែនគាត់ការពារកុំឲ្យសារជាតិវិទ្យុសកម្ម Gamma Radiation ជ្រាបចូលនិងកែប្រែទៅជាហុកនឹងឯងហើយ Bruce ក៏ចាប់អារម្មណ៍ថាសិស្សម្នាក់នេះគឺមិនដែលឃើញមុខទេប៉ុន្តែគឺមានភាពវៃឆ្លាតជាងអ្នកផ្សេងហើយ Peter នឹងក៏ចង់ដឹងពីរបៀបគ្រប់គ្រង DNA កុំឲ្យបំលែងពូជខ្លាំងជ្រុលគឺរក្សាទុកការបំលែងពូជល្អៗណាដែលគាត់ចង់បាននិងលុបបំបាត់ការបំលែងពូជអាក្រក់ចោលលើបែបនេះ Bruce ក៏បានតបទៅវិញថាបើតាមច្បាប់រូបមន្តវាគឺអាចទៅរួចប៉ុន្តែគឺគ្រោះថ្នាក់និងរញ៉េរញ៉ៃខ្លាំងមែនទែនតែគាត់ក៏បាននិយាយថាពួកគេមិនគួរណាប្រឆាំងនឹងច្បាប់ធម្មជាតិបែងចែកការបំលែងពូជអាក្រក់ឬក៏ល្អឡើយបន្ទាប់ពីទទួលបានយោបល់ពី Bruce Banner ហើយនៅពេលត្រឡប់មកផ្ទះវិញ Peter នឹងក៏ចាប់ផ្ដើមស្រាវជ្រាវនិងកែច្នៃឧបករណ៍ inhibitor ពិសេសមួយសម្រាប់ទប់ស្កាត់ការបំលែងពូជរបស់ខ្លួនហើយគាត់នឹងក៏បានយកមកពាក់លើកញ្ចឹងកភ្ជាប់ជាមួយនឹងសរសៃប្រសាទរួចក៏បានសេរី DNA mutation របស់គាត់នឹងមកដាក់កម្រិតល្មមវិញនិងការពារកុំឲ្យខ្លាំងជ្រុលដោយលើកមុនរហូតដល់មិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបានបន្តមកទៀតជនអាចកំបាំងដែលគ្រប់គ្រងផ្លូវចិត្តម្នាក់នោះក៏អាចរកឃើញពីអត្តសញ្ញាណរបស់ Peter Parker Spider-Man និងគ្រប់គ្រងប្រជាពលរដ្ឋធម្មតាម្នាក់ដើរមកនិយាយគ្នាជាមួយនឹង Spider-Man ផងដែរហេតុអ្វីបានជាធ្វើការឲ្យអង្គការអាក្រក់ដូចជា The Make Control អញ្ចឹងហើយក្នុងពេលនោះនាងក៏បានចូលទៅដល់កន្លែងបន្ទប់ជួលរបស់ Peter ទៀតផងនិងបានរកឃើញពីសម្បត្តិដែលគាត់សរសេរទុកផ្ញើឲ្យទៅកាន់ MJ ទៀតនារីអានកំបាំងម្នាក់នោះក៏បានយកនាងមកគំរាម Peter ផងដែរនៅពេលលើបែបនេះ Peter នឹងក៏បញ្ញាប់ធ្វើដំណើរទៅរក MJ តែម្ដងដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ហើយនារីអានកំបាំងម្នាក់នោះក៏ពិតទៅគ្មាននរណាទេក្រៅពី Jean Grey នឹងឯងហើយ Jean ក៏បានប្រើ power គ្រប់គ្រងផ្លូវចិត្តនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មើលទៅគឺគួរឲ្យខ្លាចមែនតើនិងដេញទៅស្វែងរក MJ ដូចគ្នារួចក្នុងពេលដេញគ្នានឹង Peter ក៏ចាប់អារម្មណ៍ឃើញថា Jean គឺអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតខ្ទង់ចម្ងាយប្រហែលជា10ម៉ែត្រជាងប៉ុណ្ណោះចឹងហើយនៅពេលនាងលោតចូលទៅកាន់អ្នកបើកហេលីកុបទ័រមួយ Peter នឹងក៏បានបាញ់សំណាញ់ចាប់ហេលីកុបទ័រនឹងជាប់នៅលើខ្យល់អវកាសឡើងដាច់ពីគេផងដែរហើយ Jean នឹងគឺមិនអាចឆ្លងទៅកាន់ណាទៀតឡើយដោយសារឆ្ងាយពេកបន្តមកទៀត Peter ក៏បានទៅរកឃើញ MJ នៅផ្ទះនិងបញ្យល់ប្រាប់នាងទាំងតន់ហន់ថាកំពុងតែមានគ្រោះថ្នាក់មានជនអាក្រក់មករករឿងនាងអញ្ចឹងហើយដើម្បីអាចការពារខ្លួនបានតតែ MJ នឹងគឺធ្វើដំណើរមកជាមួយគាត់មករីឯ MJ វិញនៅពេលឃើញ Spider-Man ស្លន់អញ្ចឹងនាងគឺស្ដាប់បញ្យល់ថាមានរឿងអ្វីកើតឡើងឡើយប៉ុន្តែដោយសារទុកចិត្តថា Spider-Man ជាមនុស្សល្អអញ្ចឹងហើយក៏យល់ព្រមទៅជាមួយទៅបន្តមកទៀត MJ ក៏បានសួរ Spider-Man ផងដែរថាយើងធ្លាប់ស្គាល់គ្នាមែនឬអត់ពលគឺដោយសារតែ Spider-Man នឹងធ្លាប់បង្ហាញខ្លួនមកជួយជីវិតនាងច្រើនលើកច្រើនសារមកហើយគឺតាំងពីពេលរៀនវិទ្យាល័យមកម្លេះហើយបើសិនជាគាត់មានរឿងអ្វីលាក់បាំងគឺត្រូវតែនិយាយប្រាប់នាងមកហើយ MJ នឹងក៏បានដោះស្រង់មុខរបស់ Spider-Man និងឱនទៅថើបគាត់ផងដែរហើយមិនតែប៉ុណ្ណោះគឺចងចាំថាគាត់គឺជា Peter Parker ទៀតផងរួចគ្រាន់តែបានឃើញមនុស្សជាទីស្រឡាញ់ចងចាំខ្លួនអញ្ចឹង Peter ក៏បានយំអោបនាងទាំងសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែភ្លាមនោះយើងក៏បានដឹងការពិតផងដែរថានេះមិនមែនជា MJ ពិតប្រាកដឡើយ Jean Grey គឺបានគ្រប់គ្រងនាងបោកប្រាស់លេងសើចជាមួយនឹង Peter តែប៉ុណ្ណោះនៅពេលនោះ Peter គឺខឹងខ្លាំងមែនទែនគ្រប់គ្រងខ្លួនឯងលេងចង់បាននិងប្រែទៅជាភ្នែកខ្មៅទៀតហើយ Jean ក៏បាននិយាយឌឺដងថែមថាមិនយូរមិនឆាប់ Peter នឹងគឺនឹងបាត់បង់ខ្លួនឯងទាំងស្រុងជាមិនខានរួចនាងនៅក្នុងខ្លួនរបស់ MJ នេះក៏បានដើរទៅទម្លាក់ខ្លួនឯងពីអគារដ៏ខ្ពស់ផងដែរប៉ុន្តែសំណាងល្អ Peter នឹងគឺអាចបាញ់សំណាញ់និងលោតទៅជួយនាងបានរួចក៏បានសូមបង្វល់ Jean ថាឈប់ធ្វើបាប MJ ទៀតទៅគាត់ចោះចាញ់ហើយរួចនៅទីនោះ Jean Grey ពិតប្រាកដនឹងក៏មានវត្តមាននៅក្នុងឡានក្បែរនឹងដែរហើយកាមេរ៉ានៅក្នុងស្រោមមុខ Spider-Man នឹងក៏អាចថតជាប់នាងបានបន្តិចបន្តមកទៀតដោយសារមិនដឹងត្រូវទៅណា Peter ក៏បាននាំ MJ ទៅកន្លែងរបស់ Frank Castle ឬក៏ The Punisher ផងដែរហើយនៅទីនោះគឺសម្បូរអន្ទាក់ច្រើនមែនទែនបើមិនប្រយ័ត្នគឺនឹងស្លាប់នោះឯងរួច Peter ក៏ព្យាយាមនិយាយបញ្យល់ទៅកាន់ MJ ថានាងកំពុងតែមានគ្រោះថ្នាក់ឥឡូវគឺត្រូវលាក់ខ្លួនមករយៈសិនបន្តមកទៀត Peter ក៏បានយករូបថតដែលបានលើកមុននឹងមក scan មើលរួចក៏រកឃើញ
អត្តសញ្ញាណជនអាចកំបាំងដែលអាចប្រើប្រាស់ power គ្រប់គ្រងផ្លូវចិត្តនឹងគឺជានារីម្នាក់មានឈ្មោះថា Jean Grey នៅទីនោះដែរ Peter ក៏បានកែច្នៃឧបករណ៍ inhibitor របស់គាត់ក៏ដូចជាបង្កើតអាថ្មីមួយដែលអាចទប់ស្កាត់ Zen បំលែងពូជបាននិងចង់ប្រើប្រាស់វាសម្រាប់បង្ក្រាប Jean Grey នឹងឯងមួយសន្ទុះក្រោយមក Peter ក៏រកឃើញថា Jean បានលេងវត្តមាននៅកន្លែងទីស្នាក់ការធំនៃអង្គការ Damage Control នៅទីក្រុង Manhattan ចឹងហើយគាត់ក៏បញ្ញាប់ធ្វើដំណើរទៅកាន់ទីនោះហើយ MJ ក៏ប្រាប់ឲ្យ Frank នឹងទៅជាមួយ Spider-Man ដែរទៅនាងនឹងគឺនៅចាំទីនេះនៅក្នុងពេលនោះអាមួយ William Metzger និងកូនចៅរបស់វានឹងក៏បានទម្លាក់ខ្លួនក្នុងទូដៃដ៏ធំមួយរីឯ Jean វិញគឺបានប្រើ power របស់នាងនឹងទៅគ្រប់គ្រង Bruce Banner ប្រែកាឡាទៅជាមនុស្សកម្លាំងយក្សហុកនិងកំពុងតែវាយកំទេចទូដៃនឹងហើយនាងក៏បានចូល search មើលក្នុងទិន្នន័យនៃអង្គការ Damage Control ផងដែរដើម្បីស្វែងរកអា V-Max នឹងប៉ុន្តែអត់មានលទ្ធផលអីសោះបន្តិចក្រោយមក Peter ក៏បានធ្វើដំណើរមកដល់ប្រាប់ឲ្យ Jean នឹងឈប់ភ្លាមទៅរីឯ Jean វិញក៏បានបញ្ជា Hulk ឲ្យមកវាយ Peter តែម្ដងហើយ Hulk នឹងក៏បានចូលទៅវាយ Spider-Man ដាក់យកផងដែរrồiយើងក៏បានឃើញថា Peter Spider-Man នឹងគឺខ្លាំងប៉ុណ្ណាស៊ីច្រើនដៃរបស់ Hulk ហើយគាត់នឹងគឺនៅអាចបន្តតស៊ូបានទៀតពលគឺសូម្បីតែអាទិទេពដូចជា Loki ក៏តស៊ូកណ្ដាប់ដៃ Hulk មិនជាប់ដែរបន្តិចក្រោយមក Frank ក៏បានមកដល់និងយកកាំភ្លើង machine gun បាញ់រះទៅកាន់ Hulk ផងដែរហើយគាត់ជាមួយនឹង Spider-Man ក៏ combo ក្បាច់គ្នាតទល់ជាមួយនឹងមនុស្សកម្លាំងយក្សបៃតងនេះតែម្ដងរីឯ Hulk វិញក៏ខំប្រឹងជំនះការគ្រប់គ្រងផ្លូវចិត្តរបស់ Jean Grey ផងដែរនិងអាចប្រែកាឡាខ្លួនទៅជា Bruce Banner បានមួយសន្ទុះប៉ុន្តែក្នុងស្ថានភាពកំពុងតែ stress មួម៉ៅខ្លាំងនឹងគាត់ក៏បានប្រែកាឡាទៅជាមនុស្សកម្លាំងយក្ស Hulk សាជាថ្មីហើយលើកនេះគឺ Hulk សេរីចាស់គឺកាចខ្លាំងមួម៉ៅមែនទែននឹងធ្វើការវាយ Spider-Man ដាក់យកផងដែរហើយ Peter ក៏ព្យាយាមបាញ់សំណាញ់តទល់ជាមួយនឹង Hulk រួចគាត់ក៏បានទៅរកឃើញអាស្រមដៃរបស់ Shocker និងបានលោតទៅវាយ Hulk ប៉ើងធ្លាក់ពីលើអគារនេះផងដែរតែមានណា Hulk គឺចាប់ជាប់នឹងច្របាច់ក Peter តែម្ដងរីឯ Peter ក៏ខំប្រឹងនិយាយឲ្យ Bruce Banner មានស្មារតីត្រឡប់មកវិញហើយនៅពេលសម្លឹងឃើញមុខគួរឲ្យខ្លាចរបស់គាត់នៅក្នុងកញ្ចក់ហើយ Bruce ក៏បានប្រឡែង Spider-Man និងទម្លាក់ខ្លួនឯងចុះទៅក្រោមទៅហើយក៏ប្រែកាឡាទៅជាមនុស្សធម្មតាវិញនៅក្នុងពេលនោះដែរចំពោះ Jean Grey គឺបានទៅគ្រប់គ្រងផ្លូវចិត្តរបស់ Frank Castle រួចក៏បានយកក្របបែកជាច្រើនដាក់ជុំវិញមាត់ទ្វារដែកដ៏ធំនឹងនិងបានផ្ទុះបើកទ្វារអាមួយ William នោះចេញមករួច Jean ក៏បានសួរផងដែរថាបងស្រីនាងនៅទីណារួចមិនទាន់បាននិយាយផងភ្លាមនោះ Peter ក៏បានបង្ហាញខ្លួនមកដល់និងប្រើឧបករណ៍ inhibitor របស់គាត់នឹងបាញ់ភ្ជាប់លើកញ្ចឹងករបស់ Jean ធ្វើឲ្យនាងមិនអាចប្រើ power បានទៀតឡើយហើយមួយ William នោះក៏បានទាញកាំភ្លើងបាញ់ថ្នាំសណ្ដំឲ្យ Jean ស្លាប់បាត់ទៅរួច Jean ក៏បាននិយាយពាក្យចុងក្រោយថា Sarah ទៅកាន់ Peter ផងដែរបន្ទាប់ពីការវាយគ្នានៅនឹងបញ្ចប់ Jean Grey ក៏ត្រូវបានអង្គការ Damage Control ចាប់យកទៅឃុំឃាំងហើយ Peter ក៏បានទៅសួរ William ផងដែរថាដឹងឈ្មោះ Sarah នឹងមានន័យថាម៉េចអត់រីឯ William ក៏បានតបទៅវិញថាមុននឹង Jean Grey បានចូលមកគ្រប់គ្រងផ្លូវចិត្តគាត់ហើយគាត់នឹងគឺកំពុងគិតដល់ Sarah ដែលជាមនុស្សជិតស្និទ្ធម្នាក់ទើបតែស្លាប់បាត់បង់ជីវិតអញ្ចឹងហើយបានជាធ្វើឈ្មោះ Sarah នឹងដកជាប់ក្នុងចិត្តរបស់ Jean Grey ដែរនៅពេលត្រឡប់មកកាន់កន្លែងរបស់ Frank វិញ Peter ក៏បានដឹងថា MJ បានរកឃើញសម្បត្តិរបស់គាត់ហើយក៏បានអានពីខ្លឹមសារគ្រប់បែបយ៉ាងដែលគាត់សរសេរមកផងដែរហើយ Peter ក៏បានព្យាយាមបញ្យល់រឿងរ៉ាវគ្រប់បែបយ៉ាងពីអតីតកាលរបស់ពួកគេក៏ដូចជាព្រឹត្តិការណ៍ដែល Doctor Strange លុបការចងចាំអ្នកគ្រប់គ្នាអីនឹងឯងរីឯ MJ វិញនៅពេលលឺអញ្ចឹងហើយក៏មានការអាណិតទៅលើ Peter រយៈពេល4ឆ្នាំមកនេះគាត់នឹងគឺប្រហែលជាឯកាខ្លាំងហើយរួចនាងនឹងក៏អាចយល់ថាហេតុអ្វីបានជាពួកគេស្រឡាញ់គ្នាដែរប៉ុន្តែនៅពេលបច្ចុប្បន្នឥឡូវនេះការចងចាំរបស់នាងនឹងគឺពិតជាទទេឈឹង Peter គឺជាបរិសម្នាក់ដែលអត់ដែលស្គាល់គ្នានឹងទើបតែជួបម្សិលមិញនេះឯងអញ្ចឹងហើយនៅពេលនេះនាងក៏គ្មានអារម្មណ៍ក្តីស្រឡាញ់ដែល Peter ចង់បានដែរបន្តមកទៀត MJ ក៏ចង់ត្រឡប់ទៅផ្ទះវិញប៉ុន្តែដោយសារអត់មានអីជីក៏ពឹងឲ្យ Peter ជូនទៅតិចទៅរីឯ Peter វិញក៏បាញ់សំណាញ់ទៅទាំងកំសត់មែនតើទើបតែសារភាពស្នេហ៍គេនិយាយថាអត់ស្រឡាញ់ហើយគឺត្រូវជូនគេទៅផ្ទះទៀតរួចពេលទៅដល់ MJ ក៏បបួល Peter ឡើងទៅលើដើម្បីជួបគ្នាជាមួយនឹង Ned ផងដែររួចទោះជាអត់មានការចងចាំមែនអ្នកទាំង3នឹងគឺអាចអង្គុយនិយាយគ្នាយ៉ាងសប្បាយរីករាយដូចជាពេលវេលាចាស់អញ្ចឹងហើយនៅពេលនិយាយលេងជាមួយគ្នាចុះឡើងនឹង Peter ក៏បានប្រាប់ MJ ផងដែរថាក្នុងពេលដែល Jean Grey ចូលទៅគ្រប់គ្រងផ្លូវចិត្តនាង Jean នឹងគឺបានបោកប្រាស់គាត់និងបានមកថើបទៀតផងរីឯ MJ ក៏បានតបទៅវិញថានាងគឺងងឹតឈឹងអត់ដឹងថាមានគេមកគ្រប់គ្រងផ្លូវចិត្តអីឡើយលើបែបនេះភ្លាម Peter ក៏បាននឹកឃើញដល់មួយ William Metzger ផងដែរវាគឺបាននិយាយថា Jean នឹងចូលទៅគ្រប់គ្រងផ្លូវចិត្តការពិតទៅគឺជារឿងកុហកតែប៉ុណ្ណោះហើយ Peter ក៏សង្ស័យតែម្ដងថាវាមានរឿងលាក់បាំងអីជាមិនខានភ្លាមនឹងដែរគាត់ក៏បានតាក់ទងទៅកាន់ Yelena ឲ្យជួយ search មើលបន្តិចហើយក៏រកឃើញថា Sarah នឹងការពិតទៅគឺជាបងស្រីរបស់ Jean ឈ្មោះថា Sarah Grey ហើយ Jean ធ្វើការវាយប្រហារកន្លែងដើម្បី control ជាច្រើនលើកច្រើនសារនឹងមិនមែនអត់មូលហេតុឡើយគឺដើម្បីសង្គ្រោះបងស្រីរបស់នាងនឹងឯង
ហើយសេរ៉ានឹងគឺមាន power គ្រប់គ្រងផ្លូវចិត្តស្តៀងជាមួយនឹងជីនអញ្ចឹងនឹងត្រូវបានអង្គការ Damage Control ចាប់យកទៅពិសោធន៍ការមកការ Jean Grey វិញនៅពេលនេះគឺសមាសម័យឃើញរឿងអតីតកាលជាមួយនឹងបងស្រីហើយយើងក៏បានរកឃើញផងដែរដោយសារតែបងប្អូន2នាក់នេះមានសមត្ថភាពចម្លែកអញ្ចឹងគឺត្រូវបានឪពុកម្ដាយបង្កើតបោះបង់ចោលតាំងពីក្មេងហើយសេរ៉ាក៏បានបង្រៀន Jean ពីរបៀបក្នុងការចូលទៅគ្រប់គ្រងចិត្តអ្នកដទៃនិងលោតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងហើយនៅពេលនាងដើរទៅរកទិញការ៉េមញ៉ាំនឹងអាមួយ William និងអង្គការ Damage Control ក៏បានបាញ់ថ្នាំសណ្ដំចំកញ្ចឹងកនិងចូលមកចាប់ខ្លួនសេរ៉ាយកទៅរីឯ Jean នៅពេលឃើញអញ្ចឹងក៏ចង់បញ្ញាប់រត់មកជួយប៉ុន្តែសេរ៉ាក៏ប្រើធម្មពលបញ្ឈប់ Jean ផងដែរព្រោះថាបើសិនជាមកប្រកាសជាត្រូវគេចាប់តាំងពីជាមិនខានត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញ Jean នៅពេលនេះគឺត្រូវបានអាមួយ William ចាប់មកកាន់កន្លែងទីស្នាក់ការ Damage Control នៅលើ Roosevelt Island និងចង់ធ្វើការពិសោធន៍ដើម្បីទាញយកធម្មពលពិសេសរបស់ Jean ផងដែរក្នុងពេលនោះដែរចំពោះ Peter វិញគឺកំពុងតែបាញ់សំណាញ់យោងមកស្វែងរក Jean ហើយដើម្បីសង្គ្រោះនាងរួចក៏បានតាក់ទងទៅកាន់ Frank ផងដែរឲ្យមកជួយផងប៉ុន្តែ Frank ក៏បានបដិសេធមិនមកជួយនោះទេគិតថា Jean នឹងមាន super power គ្រោះថ្នាក់ខ្លាំងត្រូវបានគេចាប់អញ្ចឹងល្អហើយអញ្ចឹងហើយ Spider-Man ក៏បានទៅតែឯងនឹងប្រយុទ្ធជាមួយនឹងពួកទាហាននៃអង្គការនេះតែម្ដងនៅក្នុងពេលនោះដែរចំពោះ Jean គឺត្រូវបានគេ scan ខួរក្បាលហើយ William នឹងក៏មានឧបករណ៍ពិសេសជាច្រើនសម្រាប់ចង់ copy power របស់នាងមកប្រើប្រាស់នឹងបានឃើញថា Jean នេះគឺខ្លាំងជាង Sarah ឆ្ងាយមែនទែនហើយក្នុងពេលដែលត្រូវគេធ្វើទរណកម្មខួរក្បាលយ៉ាងច្រើនអញ្ចឹង Jean ក៏អស់កម្លាំងមែនទែននិងដេកលើកៅអីសម្លឹងមើលទៅលើផងដែរហើយនាងក៏បានឃើញអក្សរ VMAX ការពិតទៅមិនមែនជាអីពិសេសឡើយគ្រាន់តែជាផ្លាកដែលគេបិទលើម៉ាស៊ីនបន្សុទ្ធខ្យល់តែប៉ុណ្ណោះរួច Jean ក៏បានរកឃើញថាការពិតទៅ Sarah នឹងគឺត្រូវបានគេពិសោធន៍រហូតដល់ស្លាប់នៅទីនេះហើយមុនពេលដែលនាងស្លាប់ខួរក្បាលរបស់បងប្អូនទាំងពីរនាក់នេះក៏បានទំនាក់ទំនងគ្នារួចពាក្យចុងក្រោយដែល Sarah បានឃើញគឺអក្សរ VMAX នៅលើពីដានហ្នឹងអញ្ចឹងហើយទើប Jean ក៏ខំស្វែងរក VMAX នឹងអីគេទៅរួចនៅពេលរកឃើញពីអ្វីដែលកើតឡើងទៅលើបងស្រីហើយ Jean ក៏ពោពេញដោយការឈឺចាប់និងកំហឹងមែនទែនរួចក៏ធ្វើឲ្យធម្មពលបំលែងពូជរបស់នាងកើនខ្លាំងរាប់សិបដងហើយនាងក៏បានជះចេញនៅធម្មពលខ្លាំងមែនទែនធ្វើឲ្យអ្នកគ្រប់គ្នាដែលនៅតំបន់ Magalo ជុំវិញទីនេះគឺសិតតែត្រូវបានគាំងស្ងៀមទាំងអស់យើងគឺធ្លាប់ឃើញ Professor X ប្រើក្បាច់នេះនៅក្នុងរឿង X-Men វគ្គ 2 ក៏ដូចជារឿង Logan ផងដែរហើយសូម្បីតែឧបករណ៍ inhibitor ពិសេសរបស់ Peter នៅលើកញ្ចឹងកនឹងក៏ Jean អាចកំទេចចេញយ៉ាងងាយស្រួលក្នុងពេលនោះដែរគឺមានតែ Peter ប៉ុណ្ណោះដែលអាចជំនះធម្មពលគ្រប់គ្រងរបស់ Jean បានហើយគាត់នឹងក៏បានប្រាប់ថាដឹងខុសហើយដែលបានចាប់ Jean ហើយសំណូមពរឲ្យ Jean នឹងកុំធ្វើបាបអ្នកគ្រប់គ្នាជុំវិញទីនេះអីចំណែកឯ Jean វិញក៏មិនចង់តប៉ែច្រើនជាមួយ Peter ដែររួចនាងក៏បានបញ្ជាក្រុម Ninja The Hand នឹងធ្វើការវាយប្រហារ Peter តែម្ដងហើយនេះគឺជាការប្រយុទ្ធដ៏ល្អមើលមែនទែនដោយសារតែក្រុម Ninja នឹងគឺសិតតែមានក្បាច់គុណខ្លាំងក៏ដូចជាអាវុធពិសេសផងដែរកែច្នៃឡើងមកដើម្បីបង្ក្រាប Spider-Man ហើយសំណាញ់ចេញពី Web Shooter របស់គាត់នឹងក៏គ្មានបានការអីដែររួចក្នុងពេលដែលត្រូវបានក្រុម Ninja មួយនេះវាយឡើងចង់ទ្រាំខ្លួនហើយ Peter ក៏សម្រេចចិត្តដោះឧបករណ៍ Inhibitor ចេញពីកញ្ចឹងកនិងរៀនទទួលស្គាល់ខ្លួនឯងក៏ដូចជាសមត្ថភាពពិសេសថ្មីផងដែរហើយភ្នែករបស់គាត់នឹងក៏ប្រែទៅជាពណ៌ខ្មៅដូចជាពីងពីងនិងបាញ់សំណាញ់ធម្មជាតិចេញពីកដៃដើម្បីទប់ទល់ជាមួយនឹងពួក Ninja ទាំងនេះម្ដងរួចលើនេះ Peter គឺអាចគ្រប់គ្រងស្មារតីខ្លួនឯងបានមិនបណ្ដោយឲ្យសាហាវដូចមុនទៀតឡើយសូម្បីតែពេលវាយជាមួយពួក The Hand នឹងគាត់គឺអាចបាញ់សំណាញ់ចងពួកវាជាប់មិនធ្វើឲ្យនរណាគេស្លាប់នោះទេរឿងបន្តមកទៀត Peter ក៏បានបុកចូលទៅជួបជាមួយនឹង Jean ផងដែរដែលកំពុងតែចាប់អាមួយ William នឹងគ្រប់គ្រងកញ្ចក់ជាច្រើនតម្រង់រត់តែចាក់វាឲ្យធ្លុះខ្លួនទេហើយនៅពេលឃើញ Peter នៅតែមករៀបរៀងទៀត Jean ក៏បាននិយាយថានៅពេលនេះធម្មពលរបស់នាងនឹងគឺកើនខ្លាំងជាងរាប់សិបដង Peter នឹងគឺមិនអាចការពារមិនឲ្យនាងគ្រប់គ្រងចិត្តបានទៀតឡើយរីឯ Peter លឺអញ្ចឹងក៏ឲ្យ Jean នឹងចូលមកក្នុងចិត្តគាត់តែម្ដងហើយក្នុងពេលនេះ Peter គឺកំពុងតែសម័យឃើញគាត់និយាយជាមួយនឹង Aunt May កន្លែងនេះគឺពេលដែល Aunt May រកឃើញថា Peter គឺជា Spider-Man ចង់បញ្ចប់ Spider-Man Homecoming នឹងឯងរីឯ Jean វិញក៏រកឃើញខ្លួនឯងនៅកន្លែងរបស់ Peter ហើយ Aunt May នឹងក៏បាននិយាយលើកទឹកចិត្ត Peter ថាទោះជាពេលខ្លះគាត់នឹងគឺមានអារម្មណ៍ថាខុសគេមានអារម្មណ៍ភ័យខ្លាចអ្វីគ្រប់យ៉ាងគឺផ្លាស់ប្ដូររឿងរ៉ាវជីវិតកាន់តែលំបាកជាមុនយ៉ាងណាក្តី Aunt May ក៏ប្រាប់ទៅកាន់ Peter ថាគាត់នឹងគឺជាមនុស្សពិសេសប៉ុន្តែអ្នកជុំវិញខ្លួនគឺស្រឡាញ់គាត់ជាគាត់មិនមែនដោយសារតែភាពពិសេសអីឡើយនឹងប្រាប់ឲ្យ Peter ឬក៏ Jean នេះចងចាំពីក្តីស្រឡាញ់មួយនឹងកុំឲ្យបាត់បង់ភាពជាខ្លួនឯងផងដែរបន្តមកទៀតទាំង Peter និង Jean ក៏ចាប់ផ្ដើមនិយាយត្រូវគ្នាវិញចូលរួមចែករំលែកទុកគ្នាហើយនៅពេលដែល Jean និយាយប្រាប់ថានាងនៅពេលនេះគឺឯកាអត់មាននរណាគេ Peter ក៏បានតបថាយ៉ាងហោចណាស់នាងក៏នៅសល់គាត់ម្នាក់ដែរស្របពេលនោះដែរចំពោះ Frank Castle ឬក៏ The Punisher វិញនៅពេលឃើញអ្នកគ្រប់គ្នាកំពុងតែឈរគាំងស្ញែងអញ្ចឹងគាត់ក៏ចង់បញ្ឈប់ Jean Grey នឹងតាមរយៈការយកកាំភ្លើង Snipe ដ៏ធំមួយធ្វើការបាញ់នាងពីច
ចម្ងាយតែម្ដងភ្លាមនោះដែរ Spider-Man របស់ Peter ក៏ដឹងពីក្របកាំភ្លើងហោះមកអញ្ចឹងហើយគាត់ក៏បានស្ទុះទៅជួយជីនិងស៊ីមកក្របពីក្រោយខ្នងផងដែររីឯ Frank ឃើញចឹងក៏តស្លន់មែនទែនមិនក៏បាញ់ត្រូវ Peter ទៅវិញឬក្នុងពេលនោះដែរចំពោះ Jean គឺបានបញ្ឈប់ power របស់នាងដោះលែងអ្នកគ្រប់គ្នាជុំវិញទីនេះហើយរីឯ Frank ក៏បញ្ញាប់មកជួយ Peter ទៅកាន់មន្ទីរពេទ្យផងដែរចំណែក Jean វិញក៏គ្រប់គ្រងរាងកាយរបស់ Peter ជួយគាត់ឲ្យដកដង្ហើមបន្តទៅមុខទៀតរហូតដល់កន្លែងពេទ្យចំណែកឯប្រជាពលរដ្ឋពាសពេញទីក្រុង New York វិញនៅពេលដឹងថា Spider-Man កំពុងតែមានគ្រោះថ្នាក់ធ្ងន់ពួកគេនឹងក៏បានរួបរวมជួយបន់ស្រន់ឲ្យទៅកាន់វីរៈបុរសដ៏អស្ចារ្យម្នាក់នេះផងដែរមួយរយៈក្រោយមកចំពោះអាមួយ William Metzger នឹងគឺបាត់ខ្លួនឈឹងរីឯអង្គការ Damage Control ក៏ត្រូវបានរដ្ឋាភិបាលស៊ើបអង្កេតមើលចំណែក Peter វិញក៏ភ្ញាក់ឡើងមករកឃើញខ្លួនឯងនៅមន្ទីរពេទ្យហើយ Frank វិញក៏បានខំនិយាយសុំទោសគាត់មែនទែនមិនចង់បាញ់ត្រូវ Peter នោះទេហើយនៅពេលដែលរៀងធូរស្រាលហើយ Peter ក៏បានចាកចេញពីពេទ្យទៅចំណែកឯ Frank វិញក៏បានពាក់ mask Spider-Man នឹងបង្ហាញខ្លួនបោកដៃទៅកាន់ fan ជាច្រើននៅខាងក្រោមរួចពួកគេនឹងក៏នាំគ្នាអបអរសាទរមែនទែនចំណែក Peter វិញក៏សប្បាយចិត្តដូចគ្នានៅពេលដែលឃើញប្រជាពលរដ្ឋនឹងស្រឡាញ់ Spider-Man បែបនេះហើយនៅទីនោះគាត់ក៏បានលេងសើចជាមួយនឹងកូនក្មេងម្នាក់ដែលខ្ញុំសង្ស័យថាជា Miles Morales នឹងឯងចំពោះ Jean Grey វិញគឺបានចាកចេញពីទីក្រុង New York ហើយរីឯ Peter វិញក៏បានទៅប្រទះជួបជាមួយ Ned នៅកន្លែងហាងកាហ្វេផងដែរហើយជាជាងរស់នៅឯកាដូចជាលើកមុននៅពេលនេះគាត់ក៏សម្រេចចិត្តដើរមកណែនាំខ្លួននិងនិយាយជាមួយ Ned តែម្ដងហើយក៏បានចាប់ដៃក្បាច់ពិសេសដែលគាត់ជាមួយ Ned តែងតែធ្វើផងដែរចំណែក Ned វិញក៏ភ្ញាក់ផ្អើលដូចគ្នាអត់ដែលស្គាល់អាប៉ែនេះផងប៉ុន្តែរាងកាយគាត់នឹងគឺហាក់ដូចជាចងចាំការចាប់ដៃពិសេសនេះហើយមិនតែប៉ុណ្ណោះគាត់ក៏បានចងចាំ Peter ផងដែរមូលហេតុដែលគាត់ស្គាល់នឹងគឺអាចមកពីលឺ MJ ហៅ Spider-Man ថា Peter បើមិនចឹងទេ Ned នឹងគឺប្រហែលជាអាចទំនាក់ទំនងជាមួយនឹងយុទ្ធសិលមន្តអាគមអីដោយ Spider-Man No Way Home ចឹងនឹងធ្វើឲ្យគាត់អាចចងចាំ Peter បាននឹងឯងចំពោះឈុត credit scene វិញយើងក៏បានឃើញអាកម្មវិធី Spidey Tracker ដែល Ned បង្កើតឡើងមកនឹងរកឃើញថា Spider-Man មានវត្តមាននៅផ្ទៃអវកាសកុំភ្លេចចុច like និង subscribe បើសិនជាចូលចិត្តហើយចុចខាងស្ដាំសម្រាប់មើលវីដេអូផ្សេងទៀត scan ខាងឆ្វេងសម្រាប់គាំទ្រការផលិតវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបាយបាយ